នេះនៅថ្ងៃនេះយើងរៀនរបស់យើងថ្មីតាក់ទងជាមួយទៅនឹង3 classifier ហើយជាទូទៅនេះគឺជា3 theorem នៅក្នុង3 theorem នេះគឺវាចេញមកពីconditional probability ហើយជាទូទៅយើងមាន event មួយកើតឡើងលុះត្រាតែ event នឹងពិតបានយើងព្យាយាមកណនារក probability ដែលមាននៅ event ទី2នៅក្នុងនេះគឺជា conditional probability ហើយ3 theorem ត្រូវបាន create ឬមួយក៏ទាញចេញមកពី conditional probability នឹងតែម្ដងនេះគឺជា3 theorem formula ហើយជាទូទៅគេឲ្យនៅ attribute យើងអញ្ចឹងគោលបំណងរបស់យើងនឹងគណនារកថាតើតាមរយៈ attribute ដែលឲ្យនឹងមាន probability ដែលស្ថិតក្នុង class ទី1នឹងប្រមាណទី2ប្រមាណទី3ប្រមាណហើយមួយណាដែលធំគឺយើងនឹងសម្រេចចិត្តជ្រើសរើសយកមួយនោះហើយនឹងបើសិនបើខ្ញុំនិយាយឲ្យ in short ទៅគឺប៉ុណ្្នឹងគឺយើង apply រូបមន្តនេះជាមួយនឹងការស្វែងរកគណនានៅ probability នៃតម្លៃ attribute ដែលបានឲ្យទៅតាម class នីមួយៗបាទអូខេអញ្ចឹងបាទនេះគឺជាឧទាហរណ៍មួយប្រសិនគេចង់រកភាគរយអ្នកដែលកើត stiffness ហើយមាន negative នឹងមានប្រមាណភាគរយអានេះគឺជា problem គឺជាឧទាហរណ៍មួយដែលត្រូវបានគេ apply 3 theorem តែម្ដងdoctor ត្រូវបានដឹងថា negative នឹងមានដែល negative នឹងបណ្ដាលឲ្យកើតដែលបណ្ដាលមកពី stiffness នឹងមាន 50% អញ្ចឹងបើសិនបើយើងមានជំងឺរឹងកញ្ចឹងកវាធ្វើឲ្យអាចឲ្យយើងអ្នកដែលមានជំងឺរឹងកញ្ចឹងកហ្នឹងមាន 50% ហើយដែលអាចកើតមាននៅជំងឺ negative នេះគឺជំងឺដូចជាជំងឺរលាកស្រោមខួរបាទអញ្ចឹងបានន័យថា stiffness ហ្នឹងកើតមានហើយមាននៅក្នុងចំណោមអ្នកដែលមាន stiffness ហ្នឹងមាន 50% មាន negative មានជំងឺរលាកស្រោមខួរបាទហើយគេបានដឹងថា probability នៃអ្នកដែល possible អាចកើតមាននៅជំងឺរលាកស្រោមខួរហ្នឹងគឺក្នុងចំណោម 50000 នាក់គឺមានម្នាក់1លើ 50000ហើយមាននៅ probability នៃអ្នកដែលអាចកើតជំងឺរឹងកញ្ចឹងកហ្នឹងមានក្នុងចំណោម20នាក់គឺមានម្នាក់អញ្ចឹងមាន1លើ 20អញ្ចឹងសំណួរគេសួរថាតើមានបើសិនបើគាត់មានអ្នកជំងឺម្នាក់មានជំងឺរឹងកញ្ចឹងកតើមានប្រមាណភាគរយដែលអាចកើតមាននៅ negative អញ្ចឹងបានន័យថាយ៉ាងម៉េចបានន័យថា stiffness already happen and then negative មានប្រមាណភាគរយគឺមានប៉ុណ្ណេះភាគរយដោយស្មើនឹង probability នៃជំងឺរឹងកញ្ចឹងកដែលបណ្ដាលមកពី stiffness ហ្នឹងគឺមាន50% គុណជាមួយនឹង probability ដែលកើតមាននៅជំងឺ negative ហើយជាមួយនឹង stiffness អញ្ចឹងវាស្មើនឹងប៉ុណ្ណេះភាគរយស្មើជាមួយទៅនឹង 0.0002% នេះគឺជាឧទាហរណ៍មួយដែលត្រូវបានគេ apply អញ្ចឹងជាទូទៅបើសិនបើយើង apply 3 algorithm 3 theorem នៅក្នុងការធ្វើ classification របស់យើងវិញនៅក្នុងការធ្វើ classification របស់យើងវិញគឺវាមានរូបរាងបែបនេះជាទូទៅ attribute ត្រូវបានគេឲ្យ attribute តម្លៃនៃ attribute ត្រូវបានគេឲ្យនៅតម្លៃនៃ attribute A1 រហូតដល់ AN ហើយគោលបំណងរបស់យើងគឺយើងត្រូវធ្វើការទស្សន៍ទាយមើលថាតើតាមរយៈតម្លៃ attribute ដែលឲ្យនេះថាតើវា object ហ្នឹងស្ថិតក្នុង class មួយណាអញ្ចឹងយើងអាចគណនាតាម3 classifier ដោយបានន័យថាយ៉ាងម៉េចបានន័យថា attribute មួយនេះ happen ហើយអញ្ចឹងយើងត្រូវគណនារក probability ដែលកើតមាននៅតាម class នីមួយៗដែលគេទៅសេវានៅក្នុងទម្រង់នេះអញ្ចឹងយើងឃើញថានេះគឺជា3 theorem យើងអាចទៅសេក្នុងទម្រង់3ជា base theorem បាននៅក្នុងនៅកន្លែងនេះបាទនៅកន្លែងនេះតាម base theorem attribute កើតមានយើងគណនាភាគរយដែលកើតមាននៅតាម class នីមួយៗ
គឺយើងនឹង apply នៅក្នុងរូបមន្តនេះបាទអញ្ចឹងយើងមាននៅការកណនារក probability ទៅតាមតម្លៃនៃ attribute នីមួយៗទៅតាមរកភាគរយវាស្ថិតក្នុងបើសិនមកមានតម្លៃ attribute ហ្នឹងមានប្រមាណភាគរយស្ថិតក្នុង class ទី1តម្លៃនៃ attribute ហ្នឹងដដែលមានប្រមាណភាគរយស្ថិតក្នុង class ទី2មានប្រមាណភាគរយស្ថិតក្នុង class ទី3អញ្ចឹងយើងធ្វើការកណនារកបាទយើងទៅសេវានៅក្នុងទម្រង់ជា Bayes theorem គឺយើងអាចទៅសេវាបានបែបនេះបាទតាមដែលយើងបានដែលខ្ញុំបាន highlight ក្រហមនេះគឺស្ថិតនៅក្នុង Bayes theorem តែម្ដងគឺ probability នៃតម្លៃ attribute ដែលបានឲ្យយើងត្រូវគណនារក probability ទៅតាម class នីមួយៗវាស្មើជាមួយទៅនឹង class នីមួយៗដែលបានឲ្យហើយវាមានប្រមាណភាគរយដែលអាចកើតមាន attribute ហ្នឹងគុណមួយ probability ដែលកើតមាននៅ class នីមួយៗគុណជាមួយនឹង probability នៃ class នៃ attribute ដែលមានដែលបានឲ្យទាំងអស់ហ្នឹងអញ្ចឹងជាទូទៅយើងនឹងធ្វើការគណនារក maximum បាទអញ្ចឹងតាមរយៈរូបមន្តនេះបានខ្ញុំសរសេរតិចដើម្បីឲ្យយើងងាយយល់ណាយើងសរសេរតិចឲ្យយើងងាយយល់ខ្ញុំបាទនៅទីនេះអញ្ចឹងទេនៅក្នុងលក្ខខណ្ឌរបស់យើងនេះគឺយើងមាន attribute A1 តម្លៃ attribute A1 រហូតទៅដល់ AN A2 រហូតទៅដល់ AN ហ្នឹងត្រូវបានគេឲ្យអញ្ចឹងទេគោលបំណងរបស់យើងគឺយើងត្រូវគណនារកអានេះគឺជា given នៅតម្លៃ attribute ហើយគោលបំណងរបស់យើងត្រូវធ្វើការទស្សន៍ទាយថាតើតម្លៃនៃ attribute ហ្នឹងវាស្ថិតនៅក្នុង class មួយណាយើងត្រូវរកវាតើវាស្ថិតក្នុង class មួយណានាំឲ្យយើងត្រូវធ្វើការទស្សន៍ទាយមើលថាតើវាស្ថិតក្នុង class មួយណាអញ្ចឹងយើងត្រូវគណនារក probability នៃ class ទី1ជាមួយទៅនឹងតម្លៃនៃ attribute ដែលឲ្យចាប់ពី1រហូតទៅដល់ A1 រហូតទៅដល់ AN ហ្នឹងនេះហើយយើងរក probability នៃ class ទី2ជាមួយទៅនឹងតម្លៃនៃ attribute ដែលបានឲ្យ A1 រហូតទៅដល់ AN នឹងដែរចុងក្រោយបំផុតបើសិនបើយើងមាន class ជាច្រើនយើងមាន3 class 4 class យើងរកវាមកហើយបន្តមកទៀតយើងចាប់ផ្ដើមគណនារកmaximum នៃតម្លៃprobability ដែលយើងបានគណនាហ្នឹងបើសិនបើវាយើងរកឃើញ maximum ហើយមួយណាដែលជាស្ថិតនៅក្នុង class មួយណានាំឲ្យយើងអាចទាញបានថា attribute ហ្នឹងស្ថិតក្នុង class មួយនោះអញ្ចឹងយើងត្រូវរក maximum នៃ probability ដែលបានគណនាបាទនៃ probability ដែលយើងបានគណនាទាំងអស់ហើយយើងរកឃើញថាវាមួយណាយើងរកឃើញអាធំហ្នឹងហើយអាធំហ្នឹងស្ថិតក្នុង class មួយណានាំឲ្យតម្លៃនៃ attribute ហ្នឹង belong ទៅកាន់ class មួយហ្នឹងបាទអញ្ចឹងដូចនៅក្នុង slide របស់យើងក៏បានទៅសេដែរគឺជាទូទៅគឺយើងគណនារក maximum នៃភាគរយនៃ attribute ដែលបានឲ្យជាមួយទៅតាម class នីមួយៗអញ្ចឹងទេយើងឃើញថាបើសិនបើយើងទៅសេទៅតាម Bayes theorem គឺយើងទៅសេវានៅក្នុងទម្រង់នេះបាទយើងទៅសេវានៅក្នុង Bayes theorem គឺយើងទៅសេវានៅក្នុងទម្រង់នេះបាទយើងប្រកាន់នេះរបស់យើងវិញអញ្ចឹង probability នៃ class ទី1ជាមួយទៅនឹង attribute របស់យើងទី1រហូតដល់ AN នេះវាស្មើជាមួយទៅនឹង probability នៃ attribute ទី1រហូតដល់ AN របស់យើងនៃ class ទី1ខ្ញុំអ្វីដែលខ្ញុំសរសេរគឺគ្រាន់តែសរសេរ base ទៅលើតាមនេះទេតាម Bayes theorem ទេគុណជាមួយទៅនឹង probability ដែលកើតមាននៅ class ទី1បាទ probability ដែលកើតមាននៅ class ទី1ចែកជាមួយទៅនឹងណាចែកជាមួយនឹង probability ដែលអាចកើតមាននៅ class ទី
នៃ attribute ទី1រហូតដល់ attribute ទី n អានេះសម្រាប់ class ទី1សម្រាប់ class ទី2បើសិនបើយើងទៅសេសម្រាយមក probability នៃ class ទី2វាស្មើជាមួយទៅនឹង a1 រហូតដល់ an ស្មើជាមួយទៅនឹង probability នៃ attribute នីមួយៗដល់ an ទៅតាម class ទី2គុណជាមួយទៅនឹង probability នៃ class ទី2ចែកជាមួយទៅនឹង probability ដែលអាចកើតមាន a1 រហូតទៅដល់ a អញ្ចឹងយើងឃើញថាយើងព្យាយាមរក maximum យើងព្យាយាមរក maximum suppose ថាយើងរក maximum នៃ2ហ្នឹងអញ្ចឹងដោយសារតែភាគយករបស់វានេះដូចគ្នាដោយសារតែភាគយករបស់វានេះដូចគ្នាគឺយើងនឹងអត់សិក្សាទៅលើភាគយកឯកណាភាគបែកបាទ sorry ភាគបែកនេះភាគបែកវាកន្លែងនេះវាដូចគ្នាអញ្ចឹងចំពោះការរក maximum នេះវាអាស្រ័យទៅលើភាគយកអញ្ចឹងវាអាស្រ័យទៅលើភាគយកដែលបានឲ្យនេះទេអញ្ចឹងបើសិនបើភាគយកនឹងមួយណាធំនាំឲ្យយើងទាញបានprobability នៃ class មួយនឹងធំហើយអញ្ចឹងដោយសារតែភាគបែងរបស់វានេះយើងឃើញថាភាគបែងរបស់វានឹងគឺដូចគ្នាអញ្ចឹងយើងអាច ignore នឹងចោលដូចក្នុងសភៅទៅសេដែរនេះក្នុងសភៅក៏បានទៅសេដែរក្នុងសភៅបានទៅសេថាដោយសារតែយើងរក maximum អញ្ចឹងហើយនៅក្នុងការរក maximum នឹងវាអាស្រ័យទៅលើតែភាគយកនេះទេនេះអាស្រ័យលើតែភាគយកនេះទេអញ្ចឹងយើងត្រូវរកតែឃើញភាគយកធំយើងមិនបាច់ចាំយកវាទៅចែកទេពីព្រោះភាគបែងនេះគឺវាដូចគ្នាអញ្ចឹងយើងយកទៅលើភាគយកអញ្ចឹងតែម្ដងអញ្ចឹងសំណួរបន្ទាប់មកទៀតថាតើ probability នៃកើតមាន class ជាមួយទៅនឹងតម្លៃនៃ attribute នឹងមានកិច្ចគណនាវាយ៉ាងម៉េចអានេះប្រសិនបើយើងទៅសេវាសម្រាយនៃ probability ទៅតាមនៃ class កើតមាន class ហ្នឹងទៅតាមតម្លៃ attribute ដែលបានឲ្យវាស្មើជាមួយ probability តាម class នីមួយៗគុណជាមួយនឹង attribute គុណជាមួយនឹង probability តាម class នីមួយៗនៃ attribute ទី1ទី2ទី3តែម្ដងហើយបន្ទាប់មកទៀតយើងអាចគណនារកយកវាមកគុណជាមួយនឹង probability នៃ class នេះមកនេះ class កន្លែងនេះមកគឺយើងនឹងរកឃើញ probability នៃភាគយកហ្នឹងហើយនៃភាគយករបស់ base theorem ហ្នឹងតែម្ដងអញ្ចឹងគេធ្វើការគណនារក probability នៃ class ទៅតាម class មួយជាមួយទៅតាមនឹងតម្លៃ attribute នីមួយៗផុសវាក្នុងហ្នឹងអញ្ចឹងតាក់ទងជាមួយនឹងសំណួរបន្ទាប់ថាតើគេគណនាអានេះវាយ៉ាងម៉េចទៅតាម attribute នីមួយៗហើយជាមួយទៅតាម class នីមួយៗហ្នឹងម៉េចJ នេះគឺជា class របស់យើងមាន class បូក class ដកហើយ attribute របស់យើងមាន attribute ទី1រហូតដល់ attribute ទី n តើគេគណនាវាយ៉ាងម៉េចអញ្ចឹងទៅកាន់នៅកន្លែងនេះក៏បានទៅសេដែរគឺយើងរកតែភាគយកហ្នឹងគឺវាស្មើ meaning of the maximal ហើយ meaning of the maximal ហើយបាទអញ្ចឹងនេះគឺជាឧទាហរណ៍ sorry គឺជាឧទាហរណ៍ក្នុងការរក probability ទៅតាម class បូកនិង class ដកនេះ probability នៃ class នេះទៅនេះឧទាហរណ៍ហ្នឹងគឺដើម្បីរកកន្លែងនេះបាទខ្ញុំ highlight កន្លែងហ្នឹងអញ្ចឹងគេរកអាហ្នឹងគេរកវាយ៉ាងម៉េចគឺគេរកវាទៅតាមរូបមន្តនៃ slide នេះ probability នៃ class វាស្មើជាមួយចំនួន record ចែកជាមួយនឹង class អស់ probability នៃ class no probability នៃ class no គឺ class no របស់យើងមាន1 2 3 4 5 6 7 8 9 អញ្ចឹងយើងមាន7នៅលើ10 probability នៃ class yes គឺយើងមាន3នៅលើ10គឺយើងមាន3នៅលើ11 2 3នៅលើ10របស់យើងអញ្ចឹងយើងមាន probability នៃ class no ហើយនិង probability នៃ class yes គឺយើងរកឃើញបន្តមកទៀតយើងរកយើងដឹងហើយយើងអញ្ចឹងបានថាមកយើងចេះរកអានេះហើយអញ្ចឹងនៅសល់តែយើងត្រូវរកអានេះហើយអាហ្នឹងនេះprobability នៃ class ទៅតាម attribute នីមួយៗហ្នឹងគឺគណនាតាមរូបមន្តនេះអញ្ចឹងយើងត្រូវរក probability នៃ class no ជាមួយនឹង attribute ទី1នៃ class no ជាមួយនឹង attribute ទី2រហូតដល់ attribute ទី n ហើយយើងគូតវាបញ្ចូលគ្នា sorry ចឹងនេះគឺជាឧទាហរណ៍មួយឧទាហរណ៍ probability នៃ class no ជាមួយទៅនឹងតម្លៃនៃ attribute ស្មើជាមួយនឹង meritវាស្មើជាមួយនឹង4លើ7បើសិនបើយើងគណនាវាទៅអញ្ចឹង class no របស់យើងមានទាំងអស់1អានេះគឺជា class no បាទខ្ញុំ highlight class no
នេះ class no ដែរខ្ញុំ highlight ដែរនេះ class no ក៏ highlight no ខ្ញុំ highlight ដែលមានទាំងអស់ 7 ខ្ញុំ highlight ទាំង 7 ហ្នឹងហើយក្នុងចំណោម 7 ហ្នឹងមានក្នុងចំណោម 7 ហ្នឹងតើមានប្រមាណដែលមាន attribute របស់វា merit ចឹងនេះ merit មាន 1ហើយអានេះ merit ដែរក៏មាន 1 ទៀតដែរហើយអានេះ merit ក៏មាន 1 ទៀតដែរហើយ merit កន្លែងនេះមួយក៏មាន 1 ហ្នឹងដែរគឺមាន 4 នៅលើ 7 probability នៃ class yes ជាមួយនឹង refund ស្មើនឹង yes ស្មើនឹង 0 អញ្ចឹងពួក yes នេះគឺមានមួយនេះ yes នេះ yes សិនបើខ្ញុំឲ្យខ្ញុំ highlight ខ្ញុំរកដូរ color នៅទៅណាចេះខ្ញុំរកកន្លែងដូរ color ឃើញ It's okay ហើយនេះស្ថិតនៅក្នុង class yes ហ្នឹងគឺមាន 1 class yes ដែរគឺមាន 2 ហើយ class yes ដែរគឺមាន 3 អញ្ចឹងយើងមាន 3 ក្នុងចំណោម 3 ហ្នឹងតើមាន refund ស្មើនឹង yes ហ្នឹងប្រមាណនេះ 1 2 3 គឺមាន 0 នៅលើ 3 អញ្ចឹងហើយធ្លាប់ឲ្យគេគណនាទៅបាន 0 អានេះគឺជាឧទាហរណ៍នៅក្នុងការគណនារក probability ដែលកើតមាននៅ class ហ្នឹងទៅតាមតម្លៃនៃ attribute អញ្ចឹងខ្ញុំគិតថាយើងអាចធ្វើការគណនាបានអញ្ចឹងឧទាហរណ៍សម្រាប់ធ្វើការគណនានៃតម្លៃរបស់ attribute របស់យើងក្នុងទម្រង់ជា categorical yes ឬមួយក៏ no គឺយើងគណនាតាមរូបមន្តនេះគណនាតាមរូបមន្តនេះហើយអានេះគឺជាឧទាហរណ៍នៃការគណនាគឺយើងធ្វើការគណនាជាមួយទៅនឹង training data ឬមួយក៏ record នៃ training data របស់យើងបានយើងរកឃើញហ្នឹងឧទាហរណ៍ដូចជាមាននៅអានេះគឺជាឧទាហរណ៍ក្នុងទម្រង់វាគឺជាលេខវិញស្ថិតនៅក្នុង class no ដែលមានតម្លៃ income ស្មើជាមួយទៅនឹង120អញ្ចឹងគេគណនាទៅតាមរូបមន្តនេះដោយសារវាគឺជាតម្លៃលេខអញ្ចឹងគណនាតាមរូបមន្តនេះវាស្មើជាមួយទៅនឹង probab 1ចែកជាមួយរឹសការ៉េនៃ2 2 beta ការ៉េគុណជាមួយទៅនឹងស្វ័យគុណ a ដក 1 លើកជាការ៉េចែកជាមួយនឹង2នៅលើ theta ការ៉េអញ្ចឹងនៅក្នុងនេះគឺតម្លៃរបស់វាស្មើជាមួយទៅនឹង120ហើយតម្លៃ theta ការ៉េគឺស្មើជាមួយនឹង 54.54 ហើយមួយរបស់យើងគឺស្មើជាមួយទៅនឹង110ដែលជាអីគឺជា sample min គឺជា sample min ហើយ theta ការ៉េរបស់យើងស្មើនឹង 29.75 theta ការ៉េគឺជាស្អី theta ការ៉េគឺជា variance អញ្ចឹងយើងសាកនេះដល់ពេលយើងចេះចំនួនលេខមកយើងគណនាបានប៉ុណ្ណេះឥឡូវខ្ញុំធ្វើ in detail ឲ្យយើងងាយយល់នៅក្នុង Excel ទៀតដើម្បីឲ្យយើងនឹងងាយយល់នៅក្នុងហ្នឹងតិចទៀតទៅខ្ញុំនឹងដាក់ការងារឲ្យយើងធ្វើ practice មួយដែរធ្វើការគណនាមួយដែរដើម្បីឲ្យយើងអាច practice បានហើយថ្ងៃក្រោយទៅយើងយល់ថាតើ Bayes classification ហ្នឹងវាធ្វើការយ៉ាងដូចម្ដេចណា Excel របស់យើងជាទូទៅនៅកន្លែងនេះគឺយើងមាននៅនេះអញ្ចឹងយើងរក probability នៃ class no ជាមួយទៅនឹង tax income ស្មើ120អញ្ចឹងយើងទៅសេមក probability នៃ class no របស់យើង probability នៃ class no របស់យើងគឺយើងអត់យក yes ទេណាយើងយកតែ no ទេណាព្រោះយើងមើលទៅលើតែ no ទេណាអញ្ចឹងពួក no នេះគឺស្មើនឹង125 100ហើយ70ហើយនឹង120ហើយ60បាទយើងរំលងបាទយើងឃើញនេះខ្ញុំរំលងមកដល់នេះខ្ញុំអត់យកទេព្រោះវា yes អញ្ចឹង class no នេះគឺ220ហើយ75 class no ដែរ75អញ្ចឹងយើងមានទាំងអស់7 record 2 4 6 7អញ្ចឹងទេនៅក្នុងនេះយើងត្រូវគណនាតាមរូបមន្តរបស់គេនេះដែល
មួយរបស់យើងគឺជា min គឺជា min យើងឃើញណាមួយគឺជា min អញ្ចឹងវាស្មើជាមួយទៅនឹង min អញ្ចឹងយើងគេអានេះរក min បាទគេហៅថាគឺជា average នៃលេខទាំងអស់ហ្នឹងមកគឺវាស្មើជាមួយទៅនឹង110នេះគឺជា min ហើយអាហ្នឹងហើយដែលកន្លែងគេចំនួនកន្លែងនេះគឺមួយនេះហើយតម្លៃ A គឺជាតម្លៃ120នៃតម្លៃ attribute របស់យើងនៅកន្លែងនេះ120គឺនៅកន្លែងហ្នឹងហើយយើងត្រូវគណនារក variance ស្មើជាមួយទៅនឹងvariance របស់យើងអញ្ចឹងយើងទៅសេមកគឺ variance standard deviation នៃលេខរបស់យើងនេះវាស្មើនឹង29.75ហើយនេះបាទហើយ theta ការ៉េវាឬការ៉េនៃ theta ការ៉េនេះគឺវាស្មើនឹង theta របស់យើងស្មើនឹង54លើ54អញ្ចឹងអានេះយើងសាកដកវាចេញពីឬការ៉េមក XOT មកនៃតម្លៃហ្នឹងគឺយើងនឹងបាន theta គឺ54/54ហើយយើងចង់ដឹងថារូបមន្ត variance នឹងយ៉ាងម៉េចគឺយើងមើលកន្លែងនេះការពិត variance ហ្នឹងគឺវាមាននៅរូបមន្តរបស់វា variance គឺវាមាននៅរូបមន្តរបស់វាដែលតម្រូវឲ្យយើងហ្នឹងអាចធ្វើការគណនាបានដែលយើងអាចធ្វើការគណនានៅឲ្យយើងធ្វើការគណនាបាននៅតម្លៃ value របស់វាដែលវាស្មើជាមួយទៅនឹង29.75ជាមួយទៅនឹងខ្លះ no នេះតែម្ដងបាទអញ្ចឹងយើងអាចធ្វើការសិក្សាមើលនៅក្នុងរូបមួយយើងប្រើចំនួនលេខបញ្ចូលនៅក្នុងហ្នឹងអញ្ចឹងអូខេហើយយើង search មើល variance formula standard deviation formula បាទ variance standard deviation formula គឺគេអ្នកគណនាតាមរូបមន្តនេះយើងឃើញនេះឃើញទេនេះ theta gray នេះ theta gray យើងឃើញដូចគ្នាទៅនឹងរូបមន្តយើងអញ្ចឹងគឺជា variance theta gray ហ្នឹងគឺជា variance នេះsorry នេះ theta gray នេះឃើញទេ theta gray គឺជា variance ហើយ variance ហ្នឹងគណនាតាមរូបមន្តមួយនេះវាស្មើជាមួយទៅនឹងចំនួននេះរបស់យើងដក1ហ្នឹងគឺជា average អញ្ចឹងគ្រប់តម្លៃ x ទាំងអស់ដក average មកហើយចែកជាមួយនឹង n លើកជាការ៉េចែកជាមួយនឹង n អានេះយើងគណនាទៅបានតាសិនមកឲ្យយើងគណនាទៅបានតានេះគឺជា average របស់យើងហើយយើងដកវាមកចាចំណុចនេះវាស្មើជាមួយនឹងអានេះដកជាមួយទៅនឹង average យើងគ្រាន់តែគណនាតាមរូបមន្តនេះហើយវាស្មើប៉ុណ្្នឹងហើយនៅពេលណាយើងsorry នេះដល់110តាដាក់លេខហ្មងទៅ110ហ្មងទៅអូខេ yes ដល់ពេលយើងគណនាវាទៅអានេះដល់ពេលយើងដកវាប៉ុន្តែនៅក្នុងរូបមន្តរបស់យើងបាទខ្ញុំទៅកាន់រូបមន្តនៅក្នុងរូបមន្តរបស់យើងគេឲ្យយើងលើកជាការ៉េហើយបូកបញ្ចូលគ្នាបាទលើកជាការ៉េហើយបូកបញ្ចូលគ្នាមកនេះលើកវាជាការ៉េមកចាហ្នឹងវាស្មើជាមួយទៅនឹងនេះគុណជាមួយនឹងខ្លួនវាមកអញ្ចឹងអ្នកមានសញ្ញាដកគឺអស់នេះយើងលើកវាជាការ៉េបានប៉ុណ្ណឹងដល់ពេលណាយើងលើកវាជាការ៉េបានប៉ុណ្ណឹងក្នុងរូបមន្តយើងគេឲ្យធ្វើអីគេឲ្យយើងយកមកចែកជាមួយនឹង n បូកវាបញ្ចូលគ្នាចែកជាមួយនឹង n បាទយើងសាំវាមកសាំហើយបន្តមកទៀតយើងយកវាមកចែកជាមួយទៅនឹង n របស់យើងស្មើប៉ុន្មាន n របស់យើងស្មើនឹង7ហើយអត់ត្រូវចឹងលើវាជាការ៉េចែកវា1ដល់ n ចែកជាមួយនឹង n ស្មើជាមួយទៅនឹង7
sample បរៀនចែកជាមួយនឹង6ឯងចែកជាមួយនឹង6នេះ sample អានេះ population អានេះ sample បាទនៅក្នុង slide របស់យើងគេដាក់ថា sample variant sample variant គឺគេប្រើរូបមន្តនេះហើយខ្ញុំច្រឡំរូបមន្តបាទគេប្រើរូបមន្តមួយនេះប្រើរូបមន្តមួយហ្នឹងអញ្ចឹងឃើញដូចទៅនឹងសភៅដែលបានសរសេរដែរគឺ2975នេះឃើញហើយវិធីសាស្ត្រគណនាយ៉ាងម៉េចហើយដូចទៅក្នុង slide ដែលបានដាក់នៅក្នុងមេរៀនដែលគេបានប្រាប់យើងអញ្ចឹងដែរអញ្ចឹងយើងក៏ចំនួនដូចគេយើងបានប៉ុណ្្នឹងចុងក្រោយបំផុតគឺយើងអាចគណនាបានអញ្ចឹងយើងចាប់ដើមរកrecord មួយគេឲ្យ refund ស្មើនឹង no ហើយ marital status ស្មើមួយ merit income ស្មើ120អញ្ចឹងគេឲ្យយើងថាតើវាស្ថិតក្នុង class មួយណាអញ្ចឹងយើងរក probability នៃ class no ជាមួយទៅនឹងតម្លៃនៃ record attribute x ហ្នឹងវាស្មើជាមួយនឹង probability នៃ class no ជាមួយនឹង refund ស្មើនឹង no probability នៃ class no ដែរជាមួយទៅនឹងតម្លៃ value ស្មើមួយ merit probability នៃ class no ជាមួយនឹង take income ស្មើ120អញ្ចឹងយើងបានតម្លៃលេខហ្នឹងហើយបន្ទាប់មកទៀតយើងគណនារក probability នៃ class yes probability នៃ class yes ជាមួយទៅនឹងតម្លៃនៃ attribute អញ្ចឹងយើងមាន probability នៃ class yes ជាមួយនឹង refund ស្មើនឹង no probability នៃ class yes ហ្នឹងជាមួយទៅនឹង refund ស្មើមួយ merit probability នៃ class yes ជាមួយនឹង refund ស្មើ120គណនាដូចទៅនឹងរូបមន្តដែលបានធ្វើខាងលើចុងក្រោយបំផុតមួយណាធំជាងយើងថាវា belong ទៅកាន់ class មួយហ្នឹងអញ្ចឹងយើងឃើញថាដោយសារតែតម្លៃនៃ probability នៃ class no នឹងវាធំជាងនាំឲ្យយើងទាញបានថា x ហ្នឹង belong to class no អាហ្នឹងគឺជា method ក្នុងការគណនាទៅតាមនៃ Bayes classifier ចឹងគឺគណនាបែបហ្នឹងពួកយើងមានសំណួរអីអាចសួរខ្ញុំបាននៅក្នុងឧទាហរណ៍របស់គេនេះគឺនេះគឺជាឧទាហរណ៍ហើយដើម្បីរក probability ទាំងអស់ហ្នឹងគឺ based ទៅលើ training data នេះ training data ឧទាហរណ៍គឺបានបង្ហាញយើងថាក្នុងលក្ខខណ្ឌដែលតម្លៃនៃ attribute ជាតម្លៃលេខគឺគេរកតាមរូបមន្តនេះហើយរករបៀបម៉េចក្នុងលក្ខខណ្ឌដែលតម្លៃរបស់ attribute របស់យើងគឺជា categorical គេរកវាយ៉ាងម៉េចនៅក្នុងឧទាហរណ៍នេះមានទៅតាមរូបមន្តមួយនេះហើយចុងក្រោយបំផុតគឺយើងយកវាមកគុណបញ្ចូលគ្នាឃើញ probability មួយណាធំយើងថាវា belong ទៅកាន់ class មួយហ្នឹង class no ឬមួយ class yes យល់ទេគ្នាយើងយល់អត់អូខេអញ្ចឹងយើងយល់ហើយខ្ញុំថាដាក់ការងារឲ្យយើងធ្វើហើយមានឧទាហរណ៍ទៀតដែរឧទាហរណ៍មួយទៀតដែរអានេះគឺជា training data អានេះគឺជា training data ហើយមានពីរខ្លះ memol ហើយ non memol ហើយគេឲ្យទៅតម្លៃ attribute មកប៉ុណ្ណេះតែតើវាស្ថិតក្នុង class មួយណាអញ្ចឹងគេរក probability នៃ memol ជាមួយនឹងតម្លៃនៃ attribute អញ្ចឹងវាជាមួយនឹងសម្រាប់ class memol នេះ class memol ហើយ yes នឹងប្រមាណវាស្មើនឹងប៉ុណ្ណឹង probability នៃ class non ជាមួយនឹងតម្លៃ attribute ស្មើប៉ុណ្ណឹងគេរក probability នៃ class memol ស្មើនឹងប្រមាណ probability នៃ class non memol ស្មើប្រមាណមួយណាធំជាងគេថាវា belong ទៅកាន់ class មួយហ្នឹងតែម្ដងអានេះគឺជាឧទាហរណ៍ងាយដែរដូចទៅនឹងមេរៀនរបស់យើងដែលបានពីមុនដែរនៅក្នុងហ្នឹងអញ្ចឹងទៅផ្ទះវិញយើងមានការងារដែលយើងត្រូវធ្វើយើងមាន homework ដែលយើងត្រូវធ្វើខ្ញុំដាក់ការងារឲ្យយើងធ្វើ based ទៅលើ training data នេះបាទ based ទៅលើ training data នេះបាទខ្ញុំបាទ based ទៅលើ training data នេះសូមឲ្យយើងធ្វើការគណនាបាទចង់ឲ្យយើងមាន practice ចង់ឲ្យគ្នាយើងបាន practice អានេះគឺជា homework sorry ខ្ញុំ save វាតែម្ដងគឺជា homework របស់យើងហើយនៅក្នុង homework របស់យើងនេះ given data given training data បែបនេះហើយតាមរយៈ training data ហ្នឹងគឺតាមរយៈ training data ហ្នឹងគឺសូមឲ្យយើងធ្វើការ find បាទ given attribute of the variable x បាទ given attribute of object x ដែលនេះគឺជាតម្លៃរបស់ attribute x
ហើយអញ្ចឹងបន្ទាប់មកទៀតគេនឹងឲ្យយើងធ្វើការ predict find class of the object x តើ object x របស់យើងហ្នឹងស្ថិតក្នុង class មួយណាតើ object x របស់យើងស្ថិតក្នុង class មួយណាអញ្ចឹងធ្វើដូចទៅនឹងនេះដែរធ្វើដូចទៅនឹងslide នឹងមេរៀនដែលខ្ញុំបានដាក់ឲ្យដែរបាទអញ្ចឹងការងាររបស់យើងនៅថ្ងៃនេះប៉ុណ្ណឹងដូចជាអត់មានអីទេបាទពួកយើងមានសំណួរអីអត់បាទអូខេអញ្ចឹងបើអត់មានសំណួរអីទេយើងចប់ត្រឹមប៉ុណ្ណឹងបាទអរគុណបាទជំរាបលាលោកគ្រូបាទជំរាបលាលោកគ្រូបាទជំរាបលាអញ្ចឹងយើងចាំ practice វាទៅហើយយើងមាន practical homework មួយទៀតដែរត្រូវទៅរកមើល library ដើម្បីប្រើវាក្នុងការ classify 3 classifier ដែរអញ្ចឹងណាទាំងអស់គ្នាបាទបាទលោកគ្រូបាទ